បាទយើងនឹងរៀនជាមួយគ្នានៅក្នុងព្រះបន្ទូលរងប្រងនៅក្នុងព្រះគម្ពីរបាទនេះខមណាំងជាបន្តទៅទៀតបាទយើងបាទនៅក្នុងជំពូក9បាទនៅក្នុងបាទគ្រោះកាយទី7អញ្ចឹងខ្ញុំមិនដាក់ចំណងជើងអីផ្សេងទេកុំឲ្យវែងបាទគឺយើងដាក់ចំណងជើងបាទតកតងនឹងឈ្មោះបាទគ្រោះកាយតែម្ដងបាទនៅក្នុងគ្រោះកាយទី7នេះតកតងនឹងបាទការធ្លាក់ព្រិលភ្លៀងកូររន្ទះបាទផងដែរនៅចាប់តាំងពីខ13រហូតទៅដល់ខ35អ្វីដែលខ្ញុំចង់ជម្រាបជូនលោកអ្នកបងប្អូនបាទគឺថាគ្រោះកាយទាំង10ហ្នឹងបាទគឺជាបាទវាកើតឡើងជាសេរីបាទមានន័យថាវាបន្តកតុយវាបដាក់គ្នាទៅវិញបដាក់គ្នាបាទតាមលំដាប់លំដោយបាទអត់ random ឯអត់នេះមកចប់នោះមកចប់ឯគឺវាជា system តែម្ដងបាទហើយបាទទាំងអស់ហ្នឹងបាទគឺអីគេបាទគឺជាការជំនុំជម្រះមួយដើម្បីនាំគ្រោះកាចមកដល់ជនជាតិអេស៊ីបបាទដើម្បីបាទគឺវាយប្រហារទាំងមនុស្សវាយប្រហារទាំងសេដ្ឋកិច្ចបាទក៏ដូចជាព្រះរបស់ផងពួកអេស៊ីបទាំងឡាយដើម្បីបន្ទាបបាទចិត្តស្ដេចហើយនឹងបាទមន្ត្រីសេនាបតីរបស់ផងគេបាទហើយបង្ហាញប្រាប់ថាព្រះរបស់ផងគេបាទមិនមែនជាព្រះដ៏រស់ព្រះដ៏ពិតបាទដែលអាចនឹងការពារគេបាននោះទេជាពិសេសបាទតកតងទៅនឹងគ្រោះកាយទី7នេះបាទគឺជាការបង្ហាញរបស់ព្រះដ៏ជាម្ចាស់ឲ្យអេស៊ីបឃើញបាទតកតងទៅនឹងព្រះពីរអង្គរបស់ផងគេបាទដែលគេគោរពថ្វាយបង្គំហើយលើកតម្កើងជាធំក៏ប៉ុន្តែមិនអាចការពារគេបាននោះទេនោះម្នាក់គឺឈ្មោះព្រះមួយឈ្មោះថាអនុតបាទ NUT បាទហើយជាមួយគ្នាគឺជាព្រះស្រីបាទដែលគ្រប់គ្រងបាទផ្នែកខាងកៅបាទគ្រប់គ្រងយើងនិយាយថាផ្ទៃមេឃគ្រប់គ្រងបាទលំហអាកាសហើយព្រះមួយទៀតឈ្មោះ SHU បាទគឺជាព្រះមួយទៀតដែលគ្រប់គ្រងបរិយាកាសបាទតែម្ដងហើយឥឡូវនេះយើងចង់រៀនជាមួយគ្នាឲ្យយល់ពីរឿងតួអង្គទាំងអស់នោះសិនមុនពេលដែលយើងចូលទៅក្នុងព្រះគម្ពីរបាទនេះហើយគឺជានុតបាទលោកអ្នកបងប្អូនឃើញបាទរូបស្ត្រីម្នាក់បាទនេះជាគំនូរនៅក្នុងពីរ៉ាមីតនៅក្នុងបាទmethodology ការព្រេងនិទានកថារបស់ផងជនជាតិអេស៊ីបគេនិយាយពីនុតហ្នឹងបាទដូចមានដៃជើងវែងជួនជើងវែងយ៉ាងឯងបាទគឺថានាងបានយ៉ាងម៉េចដែរបាទបានធ្វើខ្លួនខ្នងកោងអញ្ចឹងបាទដើម្បីដូចជាចង់និយាយថាដូចជាយកខ្លួនទៅបាំងមេឃបាទដើម្បីនឹងថែរក្សាការពារដល់អស់អ្នកដែលថ្វាយបង្គំនាងហើយយកនាងធ្វើជាព្រះដែលក៏មានព្រះខ្លះសម្រាប់ទ្រនាងដើម្បីឲ្យនាងធ្វើការទាំងអស់នេះហើយយើងឃើញថាដងខ្លួនរបស់ផងនាងសត្វផ្កាយទាំងអស់នេះបាទគឺជាអីគេគឺជាសេចក្តីជំនឿរបស់ផងគេបាទហើយព្រះហ្នឹងមានទូលក្អមទឹកបាទហើយយើងឃើញបាទអញ្ចឹងបាទឥឡូវនេះគឺជាព័ត៌មានតកតងនឹងម្ចាស់ស្ត្រីនុតបាទគឺព្រះស្រីនុតទាំងឯងបាទដែលជាព្រះបាទគ្រប់គ្រងបាទទីអវកាសឬក៏គ្រប់គ្រងលំហអាកាសបាទនាង she is one of most important បាទនាងគឺជាតួអង្គព្រះមួយដែលសំខាន់នៅក្នុងអេស៊ីបand visually strike dignity in their entire pantheon បាទគឺបាទនៅក្នុងចំណោមតួអង្គព្រះល្បីបាទពាក្យខ្លះខ្ញុំបកអត់ចេញទេប៉ុន្តែខ្ញុំត្រូវតែដាក់ឯកសារដើមមកបាទ her role and identity តួនាទីរបស់នាងព្រមទាំងអត្តសញ្ញាណ not was the personification of the sky itself បាទមានន័យថាតួអង្គបាទម្ចាស់ព្រះនុតទាំងឯងគឺលក្ខណៈបុគ្គលរបស់ផងនាងគឺជាផ្ទៃមេឃតែម្ដងគេហៅ sky itself មានន័យថាមេឃហ្នឹងហើយគឺជាព្រះនុតទាំងអស់បាទ the ancient Egyptian belief បាទ that the blue
expanse during the days and the star fill បាទ Volt at night were the body of God បាទជនជាតិអេស៊ីបបុរាណនឹងគាត់ជឿថាបាទពណ៌ផ្ទៃមេឃបាទដែលលេចឡើងនៅពេលថ្ងៃបាទហើយនឹងពេលរាត្រីនឹងឯងនោះហើយគឺជាតួអង្គរបស់ព្រះនឹងបាទនឹងមានន័យថានឹងហើយគឺជារាងកាយរបស់ព្រះនឹងគេនិយាយចឹងបាទ celestial berry បាទអានេះបាទពេល celestial ហ្នឹងគឺដូចពលបរិវារនៅលើមេឃចឹងឯង she was seen as the protective barrier បាទនាងគឺបាទមានតួនាទីដើម្បីនឹងការពារ separating the other world បាទដើម្បីនឹងញែកពិភពលោកនឹងគឺ cosmos បាទគឺចក្រវាល from the chaotic waters of nothingness បាទហើយនាងនឹងគឺជាអ្នកការពារចក្រវាលបាទគឺពីអីគេពីគេហៅថាពីភាពវឹកវរនៃទឹកដែលនៅក្នុងលំហបាទ of nothingness បាទ that surrounding it បាទព្រោះយើងដឹងហើយនៅក្នុងព្រះគម្ពីរលោកុបាទនិយាយថាបាទគឺទឹកនៅគ្រប់ទីកន្លែងទាំងអស់បាទហើយព្រះទ្រង់បានញែកប្រឡោះមួយតែប៉ុណ្្នឹងឯងបាទហើយ mothers of star នាងគឺជាម្ដាយនៃពិភពដួងតារាទាំងឡាយអញ្ចឹងនៅក្នុងទេវកថារបស់ផងសាសនាបាទជាពិសេសនៅក្នុងក្រិចហ្នឹងគេនិយាយថាផ្កាយនីមួយៗហ្នឹងគឺសិតតែជាតួអង្គព្រះណាអញ្ចឹងបាននៅក្នុងខ្លួនរបស់ផងនុតហ្នឹងគឺយើងឃើញយ៉ាងម៉េចដែរយើងឃើញខ្លួនរបស់ផងបាទព្រះនុតហ្នឹងឯងគឺសិតតែផ្កាយទាំងអស់មានន័យថាហ្នឹងសិតតែជាបាទកូនរបស់ផងនាងណា It was believed that each evening she swallowed the sun បាទតាមជំនឿបាននិយាយថានៅរៀងរាល់ពេលប្រលប់ហ្នឹងឯងនាងហ្នឹងឯងគឺលេបព្រះអាទិត្យបាទ and it traveled through her body during the night ហើយព្រះអាទិត្យនឹងឯងនឹងធ្វើដំណើរឆ្លងកាត់តាមរយៈរាងកាយរបស់នាងនៅពេលរាត្រី to be reborn from her tomb បាទឆ្លងកាត់តាមរយៈបាទដើម្បីបាទឲ្យព្រះអាទិត្យនឹងកើតឡើងវិញនៅថ្ងៃបន្ទាប់ទៀតនឹងតាមរយៈពោះរបស់នាងបាទ each morning ណា the same were thought for the moon and star បាទហើយក៏ដូចគ្នាបាទគំនិតនេះក៏បានគិតក៏គេបាទគេគិតដូចគ្នាផងដែរតកតងទៅនឹងព្រះច័ន្ទហើយនឹងផ្កាយដទៃផ្សេងទៀតណា they were reborn each night បាទគឺថាទាំងព្រះអាទិត្យទាំងព្រះច័ន្ទទាំងផ្កាយទាំងអស់ហ្នឹងគឺថាបាទតែងតែកើតឡើងនៅថ្ងៃបន្ទាប់បាទគឺតាមរយៈពោះរបស់នាងនឹងឯងអាហ្នឹងជាឯកសាររបស់គេខ្ញុំមិនជឿអញ្ចឹងទេណាបាទហើយបាទនេះក៏មិនមែនជាព្រះគម្ពីរដែរប៉ុន្តែដោយសារតែគ្រោះកាចហ្នឹងគឺសំដៅបាទទៅលើព្រះទាំងអស់ហ្នឹងអញ្ចឹងយើងត្រូវរៀនឲ្យយល់បាទដើម្បីឲ្យយល់ពីកិច្ចការងាររបស់ព្រះក្នុងព្រះគម្ពីរ how she was depicted បាទយើងឃើញថា not imagery បាទ is some of the most iconic in Egyptian art បាទគឺថានុតនឹងឯងរូបភាពរបស់នុតនឹងឯងគឺបាទជាតួអង្គសំខាន់ណាស់នៅក្នុងវប្បធម៌បាទសិល្បៈរបស់អេស៊ីបអាតនឹងគំនូណា as the woman arch over the earth បាទអត់បកចេញទេបាទពីព្រោះអីតើតឆៃវិញ្ញាណកម្ម she is most commonly shown as the slender woman បាទនាងត្រូវបានគេស្គាល់ថាជាគេថាស្ត្រីមួយដែលអត់ដឹងថាម៉េចទេ pure over the god of the earth បាទគឺជាអ្នកដែលបាទនៅលើព្រះដទៃផ្សេងទៀតមានបាទមានន័យថានាងហ្នឹងគឺបាទតកតងនឹង gap បាទ gap មកឈ្មោះព្រះ capital ឡើងឯង with her hand and feet touching the ground of the four cardinal point បាទមានន័យថាជើងដៃទាំង4របស់ផងនាងនឹងគឺប៉ះដី this pose represented the sky covering the earth បាទតំណាងឲ្យបាទដូចខ្ញុំបង្ហាញជូនមកអញ្ចឹងគេថាកាយវិការរបស់នាងគឺជាដៃទាំងពីរហើយជើងទាំងពីររបស់នាងនឹងគឺប៉ះដីបាទខ្នងកោងដើម្បីនឹងការពារបាទដីនឹងឯង her body is often dark
blue បាទរាងកាយរបស់ផងនាងជាធម្មតាគឺពណ៌ខៀវចាស់ណាបាទ and cover what star ហើយត្រូវបានបាទមានន័យថារាងកាយទាំងមូលហ្នឹងគឺគ្រងដោយផ្កាយបាទខ្ញុំដាក់ឯកសារនេះជូនដើម្បីជូនពុកម៉ែបងប្អូនដែលជាភាសាអង់គ្លេសលោកបកខ្លួនឯងទៅណាបាទនេះគឺជាឯកសារដើមដែលខ្ញុំអាចរកបានបាទតាមរយៈឯកសារដែលខ្ញុំបានស្រាវជ្រាវបាទហើយខ្ញុំបានជម្រាបជូនហើយថាខ្ញុំមិនចេះអង់គ្លេសទេបាទពីព្រោះអីបកក៏មិនបកយ៉ាងម៉េចដែរគឺគ្រាន់តែបង្ហាញតែប៉ុណ្្នឹងឯងណាបាទខ្ញុំអាចបកបានប៉ុន្តែខ្ញុំត្រូវការពេលវេលាច្រើនបាទហើយត្រូវការឆែកវិចារណានុក្រមពាក្យខ្លះបាទអញ្ចឹងហើយបានជាយើងមិនមានពេលគ្រប់គ្រាន់ទេអញ្ចឹងគ្រាន់តែឲ្យណាមួយយើងក៏មិនរៀនដើម្បីឲ្យយល់ធ្វើជាបរិស័ទរបស់ព្រះនឹងដែរគ្រាន់តែឲ្យដឹងព័ត៌មានទ្រុសទ្រោះតែប៉ុណ្ណោះវាអត់សំខាន់អីនឹងត្រូវដឹងរឿងច្បាស់លាស់ទេពីព្រោះអីបាទយើងមិនមែនយកទៅស្រាវជ្រាវឬទៅសេសភៅឬក៏តាក់ទងនឹង thesis បាទសម្រាប់ការប្រឡងអីទេអត់ទេណាបាទហើយបន្តមកទៀត as the sycamore tree បាទមានន័យថានាងហ្នឹងគឺបាទពេលខ្លះសម្ដែងខ្លួនមកជាដើមឈើមួយយ៉ាងឈ្មោះ sycamore ណា sometimes she was shown as the sycamore tree ពេលខ្លះនាងបង្ហាញខ្លួនរបស់ផងនាងហ្នឹងដូចជាដើមបាទឈើមួយយ៉ាងឈ្មោះ sycamore បាទ offering shade and បាទ nourishment បាទដើម្បីអីគេដើម្បីផ្ដល់shade ផ្លេចបាត់ហើយបាទ nutrition គឺបាទប្រហែលជាម្លប់ហើយនឹងបាទគេហៅអាហារបំពន់ in form of fruit and water បាទគឺថា sycamore ហ្នឹងគឺក្នុងរូបភាពបាទគឺថាផ្ដល់មកនៅអាហារជាផ្លែឈើហើយនឹងទឹក to the dead in the afterlife បាទសម្រាប់បាទពួកមនុស្សដែលស្លាប់បាទនៅក្នុងជីវិតបរលោកណាបាទ on the inside of Shascoffer បាទអត់ដឹងភាសាស្អីទេបាទ perhaps the most common place to find her image is on the inside lid of coffin under royal បាទគេមានន័យថាបាទយើងនឹងឃើញបាទរូបភាពទាំងអស់ហ្នឹងបាទដែលគេត្រូវបានបង្ហាញនៅចំហៀងនៃបាទមឈូសរបស់ព្រះរាជវង្សណា here she is shown as the star cover woman បាទនៅទីនេះនាងគឺបាទបានបង្ហាញបាទអំពីរូបស្ត្រីម្នាក់បាទដែលគ្រងទៅដោយផ្កាយនៅពេញខ្លួន embracing and protecting the disease បាទដែលការពារបាទពីបញ្ហាផ្សេងៗណា ready to be rebirth them into afterlife បាទគឺត្រៀមរួចរាល់សម្រាប់នឹងបង្កើតពួកគេបាទនៅក្នុងបាទបរលោកបាទមានជីវិតក្រោយពេលស្លាប់ after she's rebirthed the sun បន្ទាប់ពីនាងបានបង្កើតព្រះអាទិត្យបាទនេះជារឿងរបស់គេទេបាទ Keith myth and relationship បាទនេះគឺជាគេហៅថាទេវកថាគុណលឹះនៃទេវកថាហើយនឹងទំនាក់ទំនងរបស់ផងនុតនឹងបាទឪពុកម្ដាយណាគេនិយាយពីឪពុកម្ដាយរបស់ផងនាងនឹង she was the daughters of Shu ណា God of Air នាងគឺជាកូនស្រីរបស់ផងបាទព្រះមួយឈ្មោះ Shu បាទដែលជាព្រះដែលយើងបានរៀនកាលពីព្រឹកមិញបាទដែលគ្រប់គ្រងខ្យល់អាកាសហ្នឹងឯង and Tifnut បាទហើយនឹងបាទមេដាឈ្មោះ Tifnut goddess of moisture បាទគឺព្រះនៃសំណើមឬព្រះនៃបាទ moisture ហ្នឹងបកប្រែថាសំណើមយ៉ាងឯងបាទ siblings and consort បាទបងប្អូនបាទ her brother បាទបងប្រុសរបស់ផងនាងគឺឈ្មោះ Gad was the god of earth បាទដែលជាព្រះនៃបាទផែនដីបាទ he also her husband ហើយបងប្រុសនាងហ្នឹងក៏ជាប្តីរបស់នាងដែរណាបាទហើយកូនបាទអញ្ចឹងពពួកទេវកថាហ្នឹងគេយកបងប្អូនឯងបង្កើតហ្នឹងឯង she's and Gab បាទនាងហើយនឹង Gab
has 5 children បាទរៀបការបើមានន័យថាពួកគេទាំងពីរហ្នឹងបង្កើតកូនបាន5 who were some of the most important god in Egypt ហើយតួអង្គទាំង5ហ្នឹងឯងគឺអីគេគឺជាព្រះដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងបាទនៅក្នុងវប្បធម៌របស់ផងអេស៊ីបនៅក្នុងនោះបាទកូនទាំង5ហ្នឹងឈ្មោះមាន Osiris បាទ God of Afterlife បាទព្រះបាទនៅខាងបរលោកមានន័យថាព្រះមួយដែលគ្រប់គ្រងមនុស្សក្រោយពេលស្លាប់បាទ resurrection ព្រះដែលរស់ឡើងវិញហើយនឹង fertility បាទតកតងទៅនឹងដំណាំដាំដុះផ្សេងបាទកូនបន្ទាប់ឈ្មោះ Isis បាទ goddess of magic បាទ Isis នេះគឺជាម្ចាស់ក្សត្រីនៃពួកមន្តអាគមបាទឬក៏បាទការជប់សូនផ្សេង motherhood បាទជាម្ដាយបាទនាងមានភាពជាម្ដាយបាទ and healing ហើយក៏ជាព្រះដែលព្យាបាលផងដែរបាទ Set បាទព្រះមួយទៀតឈ្មោះ Set God of Chaos បាទគឺជាព្រះនៃសេចក្តីបំផ្លាញបាទ violence បាទហិង្សា and desert ហើយក៏ជាព្រះនៃបាទគេហៅទីរហដ្ឋានបាទ Nepti Goddess of Death បាទមានមួយទៀតឈ្មោះ Nepti បាទគឺជាម្ចាស់ក្សត្រីនៃបាទមានន័យថាព្រះនៃពួកស្លាប់បាទ Service ព្រះនៃសេវាកម្មបាទមិនដឹងថាស្អីទេបាទហើយនឹង Lamentation ហើយព្រះនៃការទូញសោកបាទ Horus and Elder បាទ The Elder បាទហើយព្រះមួយទៀតឈ្មោះបាទ Horus បាទគឺជាពួកចាស់ទុំណា Sky God បាទគឺជាព្រះនៃគេហៅថាបាទនៅចក្រវាឡ different from the son of Isis and Osiris បាទគឺបាទព្រះហ្នឹងគឺខុសពីបាទ son បាទគឺខុសពីកូនរបស់ផង Isis ហើយនិង Osiris បាទយើងចេះតែអានឲ្យដឹងទៅបាទ separation myth បាទនេះគឺជានិទានកថាដែលគេបែងចែក the most famous myth បាទ involving not explain បាទគឺមានន័យថាបាទទេវកថាបាទដែល3ដែលមានតួអង្គណាត់ហ្នឹងបាទបានចូលទៅក្នុងទេវកថាហ្នឹង explain why the sky and the earth are separate បានបញ្យល់ប្រាប់ថាបាទហេតុអីបានបញ្យល់ប្រាប់អំពីហេតុអ្វីបានតកតងនឹងបាទផ្ទៃមេឃហើយនឹងផែនដីហ្នឹងគឺដែលវាបានញែកពីគ្នាNut and Gab were locked in the passionate embrace បាទគឺ Nut ហើយនឹងប្តីរបស់នាងហ្នឹងគឺ Gab នឹងឯងត្រូវបានចាក់សោជាប់នៅក្នុងស្អីទេ in the passionate embrace បាទនៅអត់ដឹង living no room បាទនៅក្នុងបន្ទប់មួយដែលអត់មានliving no room បាទcreation to exist between them បាទមានន័យថាចាក់ទុកនៅក្នុងប្រឡោះមួយបាទដែលអត់មាននេះទេបាទនៅក្នុងចន្លោះរបស់គេនឹង their father the air god Shu បាទឪពុករបស់ផងពួកគេគឺព្រះនៃខ្យល់អាកាសឈ្មោះ Shu ហ្នឹង force himself between them បាទគឺលោកបានអីគេបានគេហៅថាជំរុញខ្លួនបាទនៅចន្លោះកូនទាំងពីរហ្នឹងlifting Nut high into the sky បាទដោយបាទមានន័យថាឪពុកហ្នឹងបានបជ្រៀតនៅក្នុងប្រឡោះដ៏ចង្អៀតហ្នឹងហើយលើក Nut ហ្នឹងដែលជាកូនស្រីហ្នឹងឲ្យខ្ពស់ឡើងទៅលើ and pinning Gab to the earth បាទហើយជាមួយគ្នាក៏រុញបាទ Gab ហ្នឹងឲ្យចុះទៅក្រោមបាទ this created the world we live in បាទអានឹងឯងគឺជាអ្វីដែលពួកអេស៊ីបគេជឿមិនមែនយើងទេThe earth gap below បាទគឺបាទយ៉ាងម៉េចដែរផែនដីនៅខាងក្រោមបាទដែល gap ហ្នឹង and the air shoe is between បាទហើយ shoe នឹងឯងគឺជា the air and the sky not above បាទអញ្ចឹងបាទមួយលើមួយកណ្ដាលមួយក្រោម why she was so important ហេតុអីបានជានាងនឹងដើរតួនាទីសំខាន់បាទខ្ញុំអានជូនលោកអ្នកបងប្អូនបដាចង់ដេកបដាព្រោះអីវាជារឿងមួយដែលខ្ញុំមិនជឿដល់អញ្ចឹងទៅវាខ្ជិលតែខ្ញុំត្រូវអានឲ្យលោកអ្នកបងប្អូនដឹងណា cycling of life បាទគឺថាវដ្តដកនៃជីវិតបាទ the she was essential to the dignity cycle of life បាទនាងដើរតួយ៉ាងសំខាន់តកតងនឹងដំណើរបាទគេថា
បាទដំណើរប្រព្រឹត្តទៅនៃជីវិតបាទប្រចាំថ្ងៃណា daily បាទ cycles of life without her swallowing បាទបើសិនជាគ្មាននាងលេបបាទហើយនឹងបាទបង្កើតជាថ្មីទេសម្រាប់ព្រះអាទិត្យហើយនឹង world would end បាទពិភពលោកនេះនឹងត្រូវបញ្ចប់ហើយបាទអញ្ចឹងលេបខ្ជាក់រាល់ថ្ងៃនឹងឯងបាទដូចចាស៊ីជុះអញ្ចឹងណាបាទ protector of the dead បាទនាងគឺការពារពួកមនុស្សអ្នកស្លាប់ as the goddess on the inside of the coffin បាទនាងគឺជាម្ចាស់ក្សត្រីដែលគេតែងតែយកទៅឆ្លាក់នៅចំហៀងនៃមឈូស she was the personal protector for soul បាទនាងបាទត្រូវបានគេស្គាល់ថាគឺជាអ្នកដែលការពារព្រលឹងបាទ journeying to the afterlife បាទដើម្បីឲ្យព្រលឹងទាំងអស់ហ្នឹងធ្វើដំណើរបាទទៅកាន់ជីវិតខាងប្រាក់លោក the deceased were often called the imperishable ones បាទគឺដែលគេហៅថាបាទដើម្បីកុំឲ្យមានអ្នកណាមួយត្រូវបានបំផ្លាញ the star of Nut បាទអូខេcosmic mother បាទម្ដាយនៃចក្រវាឡ she was viewed as the divine mother នាងគឺត្រូវបានបាទគេពិពណ៌នាថាគឺជាអ្នកម្ដាយបាទនៃអាទិទេពបាទអ្នកម្ដាយអាទិទេពបាទ figure not just for her បាទវាមិនមែនគ្រាន់តែសម្រាប់នាងទេបាទ to her godly children បាទ but to all creations and disease បាទឥឡូវព្រះមួយអង្គទៀតឈ្មោះ Shu បាទគឺព្រះទាំងពីរនឹងឯងនុតហើយនឹងស៊ូនឹងឯងដែលតាក់ទងទៅនឹងរឿងបាទគ្រោះកាចទី7ណាមានន័យថាព្រះអនុញ្ញាតធ្វើឲ្យគ្រោះកាចហ្នឹងដើម្បី attack ទៅកាន់ព្រះមួយមកតួអង្គឬក៏ច្រើនតួអង្គនៅក្នុងគ្រោះកាចនីមួយៗហ្នឹងដើម្បីបើកភ្នែកដល់ផារ៉ោនហើយនឹងមន្ត្រីព្រមទាំងអេស៊ីបហ្នឹងបាទថាតួអង្គទាំងឡាយដែលអ្នកគ្រប់ថាធ្វើជាព្រះដើម្បីការពារអ្នកឯសពបែបយ៉ាងហ្នឹងតាមពិត helpless អត់អាចជួយស្អីបានទេវាព្រោះវាមិនមែនជាព្រះទេបាទវាគ្រាន់តែជារឿងនៃព្រេងនិទានតែប៉ុណ្្នឹងឯងអាមែនបើសិនជាវាជាព្រះទេនៅពេលដែលព្រះអង្គបាទ attack បាទពីព្រោះគេមានតួនាទីថាគេការពារនេះគេការពារនោះអញ្ចឹងព្រះអង្គ attack to the core មានន័យថាព្រះអង្គបាទគឺបង្កើតគ្រោះកាចហ្នឹងមកដាក់ឲ្យចំតួនាទីបាទដែលព្រេងនិទានរបស់ផងគេអះអាងថាតួអង្គនឹងដើរតួអង្គនឹងការពារនឹងប៉ុន្តែមិនឃើញចេញមកការពារអីទេណា Shu is absolutely the ancient god បាទអូពិតប្រាកដហើយ Shu នឹងបាទគឺជាបាទព្រះបុរាណរបស់ផងអេស៊ីបបាទសម្រាប់បរិយាកាសមក atmosphere គឺបរិយាកាស air បាទមានខ្យល់ហើយនឹងពន្លឺ light however ទោះបីយ៉ាងណាក៏ដោយ his role is far more profound បាទប៉ុន្តែទោះបីយ៉ាងណាក៏ដោយតួនាទីរបស់ផងគាត់ហ្នឹងគឺបាទច្រើនជានេះឆ្ងាយណាស់បាទ fundamental than the simply title suggest បាទហើយផ្នត់គំនិតរបស់ផងអ្នកដែលថ្វាយបង្គំហ្នឹងគឺគេគិតថាបាទតួនាទីរបស់គាត់ហ្នឹងឆ្ងាយជាងពីអ្វីដែលយើងគ្រាន់តែលើកឡើងមកឧទាហរណ៍ហ្នឹងបាទ he wasn't just a personification បាទលោកហ្នឹងមិនមែនគ្រាន់តែជាអង្គបុគ្គលទេ of បាទ the air we breathe បាទខ្យល់ដែលយើងដកដង្ហើម he was the divine force បាទលោកគឺជាអាទិទេពបាទមួយដែលមានកម្លាំងនៅក្នុងការរុញច្រាន held the sky and created the very space for life to exist បាទតែលោកគឺជាកម្លាំងជំរុញមួយបាទដើម្បីគ្រប់គ្រងចក្រវាឡបាទហើយបង្កើតឲ្យមានចន្លោះបាទនៅក្នុងលំហហ្នឹងបាទសម្រាប់ជីវិតទាំងឡាយបាទហ្នឹងឯងគឺជាអ្វីដែលគេជឿ the meaning of his name and his core domain បាទនេះគឺជាឈ្មោះបាទរបស់ផងអត្ថន័យនៃឈ្មោះរបស់ផងលោកព្រមទាំងបាទតម្លៃស្នូលបាទនៃកិច្ចការងាររបស់លោកឈ្មោះបាទ Shu នឹងគឺត្រូវបានគេជឿថា to derive បាទ from Egyptian root meaning to rise up បាទគឺ
មកពីឫសកែវបាទដែលអត្ថន័យរបស់អេស៊ីបនឹងមានន័យថា rise up ងើបឡើង or to be empty ឬក៏បាទដើម្បីធ្វើឲ្យទទេ to be empty the perfectly encapsulate his nature បាទហើយអានឹងឯងវាក៏មានន័យថាអត្ថន័យនៃឈ្មោះហ្នឹងគឺបាទគឺថាត្រឹមត្រូវអត់ខ្ចោះទៅនឹងគេហៅថាជាតិកំណើតបាទ his nature មានន័យថានិស័យរបស់លោកជាតិកំណើតរបស់លោក to rise up perform for his action of lifting the sky goddess បាទ rise up ហ្នឹងគឺលើកឡើងហ្នឹងគឺបាទតកតងទៅនឹងរឿងសកម្មភាពបាទដែលលោកបានលើកបាទព្រះនៃបាទចក្រវាលនោះ goddess នុតនោះបាទ all way from the earth god បាទដើម្បីញែកចេញបាទពីព្រះនៃដីគឺ gap នឹងឯង to be empty បាទខ្លួនទទេនឹងមានន័យថា refer to the space he created and fill បាទគឺសំដៅទៅលើលំហអាកាសបាទដែលលោកបានបង្កើតឡើងបាទហើយដើម្បីបំពេញនឹង the atmosphere itself បាទគឺជាបរិយាកាសខ្លួនឯងនឹងឯង God of air បាទព្រះនៃខ្យល់ he represented the air and atmosphere បាទលោកនឹងឯងគឺត្រូវបានតំណាងឲ្យខ្យល់ហើយនឹងបរិយាកាស which was the breath of life បាទគឺជាខ្យល់នៃជីវិតបាទ for all living creature បាទសម្រាប់បាទមនុស្សសត្វក្នុងការរស់នៅ in a desert culture បាទ like Egyptian បាទហើយវាដូចជាទីរហោឋានបាទនៅក្នុងវប្បធម៌របស់ផងអេស៊ីបអញ្ចឹង a cool breeze was seen as a divine blessing បាទគឺវាគេហៅថាបាទខ្យល់អាកាសដែលយើងដកមកដូចឡើងត្រជាក់បាទគឺវាជាការខ្យល់អាកាសដែលយើងដកមកត្រជាក់ហ្នឹងគឺវាគឺជាពពកពីព្រះហ្នឹង often call her wind of Su បាទហើយខ្យល់ត្រជាក់ដែលយើងដកចូលទៅហ្នឹងគឺគេហៅថាគេខ្យល់របស់ផងលោកបាទខ្យល់របស់ព្រះស៊ូ God of light and space បាទគឺជាព្រះនៃពន្លឺហើយនឹងលំហអាកាសHe was also associated with light and the clear បាទលោកក៏មានទំនាក់ទំនងជាមួយនឹងពន្លឺហើយនឹង clear ភាពច្បាស់បាទភាពច្បាស់ស្រឡះល្អ bright បាទគឺពន្លឺបាទដ៏ស្រឡះនៃផ្ទៃមេឃ between the sky and the earth បាទដែលនៅចន្លោះរវាងបាទចក្រវាលឬក៏រវាងលំហអាកាសព្រមទាំងដីនឹងឯង He filled បាទ the vote with light and air បាទ meaning the work habitable បាទជិលបអត់គេរៀនប៉ុណ្ណឹងបានទៅហត់ហើយគេឥឡូវយើងចូលខកពីយើងវិញតោះអូខេស្ដាប់ជំនាញរបស់បត់ទៅបងប្អូនតោះរៀនពីបាទរឿងហ្នឹងដូចយើងតឹងក្បាលចាំចូលវិញរៀនរឿងរបស់យើងវិញតោះសុំរីផ្លៃខ្ញុំព្រះអង្គកុំឲ្យខ្ញុំលងក្នុងផ្លូវលោកីសុំរៀបចំខ្ញុំកុំឲ្យឃ្លៀតឆ្ងាយឲ្យខ្ញុំបានថ្វាយសេរីល្អដល់ទ្រង់ផ្លូវនៃលោកីច្រើនក្រៃកនឡងដែលអាចទីនាំឲ្យខ្ញុំឃ្លាតឆ្ងាយពីទ្រង់តែជីវិតនេះចង់បំរើព្រះអង្គហើយចង់រស់ក្បែរទ្រង់រហូតអស់ដងហើ
សាយសូមរៀបផ្លូវខ្ញុំព្រះអង្គត្បិតត្រង់ជាក្តីសង្ឃឹមខ្ញុំហើយផ្លូវនៃលោកីច្រើនក្រៃកនលងដែលអាចទីនោមឲ្យខ្ញុំឃ្លាតឆ្ងាយពីទ្រង់តែជីវិតនេះចង់បំរើព្រះអង្គហើយចង់រស់ក្បែរទ្រង់រហូតអស់ដំហើមអើយសូមរៀបផ្លូវខ្ញុំព្រះអង្គឲ្យខ្ញុំបានបំរើទ្រង់លោកសាយសូមរៀបផ្លូវខ្ញុំព្រះអង្គត្បិតត្រង់ជាក្តីសង្ឃឹមខ្ញុំហើយត្បិតត្រង់ជាក្តីសង្ឃឹមខ្ញុំហើយ អូខេពុកម៉ែបងប្អូនយើងរៀនតទៅទៀតឥឡូវយើងរៀនកពីយើងកុំរៀនរឿងរបស់គេគ្រាន់តែដឹងថាតួអង្គពីរហ្នឹងហើយដែលបាទព្រះយេហូវ៉ាធ្វើការអស្ចារ្យបាទដើម្បីបើកភ្នែកផារ៉ោនហើយនឹងមន្ត្រីឲ្យដឹងថាតួបងរបស់ព្រះឯងបាទដែលបាទឈ្មោះនុតហើយស៊ូហ្នឹងបាទដែលគ្រប់គ្រងលំហអាកាសទាំងអស់ហ្នឹងឥឡូវព្រះអង្គចាប់ផ្ដើមបាទធ្វើការអស្ចារ្យដើម្បីនឹងបើកភ្នែកឲ្យឃើញថាតើតួអង្គហ្នឹងមិនមែនជាព្រះនោះទេគ្មានមិនអាចការពារអ្វីកើតនោះទេបាទបើសិនជាតួអង្គមានពិតប្រាកដថាអាចការពារបានចេញមកចោះបាទអាហ្នឹងគឺមានន័យអញ្ចឹងណាបាទដែលយើងឃើញព្រះយេហូវ៉ាទ្រង់មានបន្ទូលបាទទៅម៉ូសេថាចូលក្រោកពីព្រលឹមទៅឈរនៅមុខបាទផារ៉ោនទូលថាព្រះយេហូវ៉ាជាព្រះនៃសាសហេប្រឺទ្រង់មានបន្ទូលដូច្នេះចូលបើកឲ្យរាជអញចេញទៅថ្វាយបង្គំដល់អញអញ្ចឹងយើងឃើញនៅក្នុងអត្ថបទព្រះគម្ពីរមុនពេលដែលព្រះដ៏ជាម្ចាស់បាននាំមកនៅគ្រោះកាចទី7ដើម្បីនឹងបាទជំនុំជម្រះដល់ស្រុកអេស៊ីបព្រមទាំងប្រមានដល់ផារ៉ោនបាទព្រះជាម្ចាស់ឲ្យលោកម៉ូសេបានក្រោកពីព្រឹកបាទដើម្បីទៅជួបផារ៉ោនបាទហើយយើងឃើញបាទទោះបីជាសម័យកាលនោះគ្មានកាមេរ៉ាគ្មាន GPS គ្មានការតាមដានអីក៏ប៉ុន្តែព្រះដែលបង្កើតមនុស្សព្រះអង្គទ្រង់ជ្រាបទ្រង់ដឹងបាទគ្រប់ដង្ហើមជិញ្ចូលនឹងចលនារបស់ផងមនុស្សព្រះអង្គដឹងថាថ្ងៃណាផារ៉ោនទៅណាថ្ងៃណាផារ៉ោនទៅណាបាទហើយម៉ោងណានៅកន្លែងណាគឺព្រះដឹងយ៉ាងច្បាស់តែម្ដងបាទហើយនេះហើយគឺជាបាទជំនឿដែលយើងទាំងអស់គ្នាជឿតាមរយៈព្រះបន្ទូលរបស់ព្រះអង្គមានន័យថាទ្រង់ជា omnipresent មានន័យថាគឺជាព្រះមួយដែលក្នុងពេលតែមួយព្រះអង្គនៅគ្រប់ទីកន្លែងក្នុងពេលតែមួយព្រះអង្គឮគ្រប់ព្រះអង្គឮគ្រប់ទាំងអស់ព្រះអង្គឃើញគ្រប់ទាំងអស់បាទអានឹងឯងគឺជាជំនឿរបស់ផងយើងហើយយើងឃើញនៅក្នុងកន្លែងនេះយ៉ាងម៉េចដែរបាទព្រះឲ្យម៉ូសេបានទៅជួបពីព្រឹកបាទគឺជានិមិត្តរូបអំពីបាទយ៉ាងម៉េចដែរការចាប់ផ្ដើមនៅក្នុងថ្ងៃថ្មីបាទនៅពេលដែលចាប់ផ្ដើមក្នុងថ្ងៃថ្មីស្រោតស្កាត់ទៅជួបផារ៉ោនបាទយើងមិនដឹងទេថាផារ៉ោនលេចមកនៅកន្លែងណាបាទប៉ុន្តែជាទូទៅនៅក្នុងព្រះគម្ពីរបើលេចមកពីព្រឹកច្រើនតែផារ៉ោនបាទទៅមាត់ទន្លេនីលដើម្បីនឹងថ្វាយបង្គំបាទដល់ទឹកទន្លេនោះបាទដែលលោកទុកជាព្រះនោះឯងក៏ប៉ុន្តែនៅក្នុងរឿងកន្លែងនេះអត់ច្បាស់ទេណាបាទប៉ុន្តែព្រះបញ្ជាឲ្យលោកម៉ូសេបានទៅហើយនាំសាររបស់ផងព្រះនេះម៉ូសេគឺជាទូតរបស់ផងព្រះដែលព្រះជាម្ចាស់ប្រើបាទដើម្បីឲ្យនាំពាក្យរបស់ផងប្រងទៅប្រាប់ផារ៉ោនហើយផងថាម៉េចផងឲ្យម៉ូសេ
បាននាំសេចក្តីបង្គាប់បញ្ជាមិនមែនសំណើទេណាមិនមែនសំណុំពរទេគឺបញ្ជាចូលបើកឲ្យរាជអញបាទទោះបីជាផារ៉ោនរាប់ខ្លួនជាព្រះហើយទោះបីផារ៉ោនរាប់ខ្លួនជាស្ដេចបាទមិនមែនរាប់ខ្លួនទេលោកជាស្ដេចនៅក្នុងចក្រភពមួយមែនក៏ប៉ុន្តែបើប្រៀបធៀបឋានៈរបស់ផារ៉ោនគ្រាន់តែជាមនុស្សមានបាបបាទដែលដកបង្ហើមតាមចំោះជាមួយនឹងព្រះគឺ unmatchable វាមិនអាចប្រៀបធៀបគ្នាបានទេបាទអញ្ចឹងហើយបានជាពេលដែលព្រះអង្គមានបន្ទូលព្រះអង្គរាប់ផារ៉ោននៅក្នុងទស្សនវិស័យរបស់ផងព្រះគឺយើងព្រះអង្គរាប់ផារ៉ោនដូចជាមនុស្សធម្មតាដូចគេដូចឯងអញ្ចឹងបាទយ៉ាងម៉េចដែរមិនមានអ្វីពិសេសនោះទេគឺពិសេសតែតួនាទីមួយគឺគ្រប់គ្រងប៉ុណ្្នឹងឯងអញ្ចឹងហើយបានជាព្រះអង្គម្ចាស់មានបន្ទូលថាម៉េចចូលបើកឲ្យរាជអញបាទព្រះអង្គមានបន្ទូលទៅកាន់ផារ៉ោនដូចជាមានបន្ទូលមកកាន់ខ្ញុំមានបន្ទូលទៅកាន់លោកអ្នកមានបន្ទូលទៅកាន់អ្នកបម្រើដទៃផ្សេងទៀតមិនបានផ្ដល់តម្លៃខ្ពស់ជាងនឹងទេចេញទៅថ្វាយបង្គំដល់អញណាព្រះបញ្ជាថាឲ្យផារ៉ោននឹងបាទត្រូវតែដោះលែងបាទជនជាតិអ៊ីស្រាអែលឲ្យទៅថ្វាយបង្គំដល់បាទដល់ព្រះអង្គពីព្រោះគេជារាជរបស់ព្រះជាម្ចាស់ហើយព្រះអង្គថាម៉េចម្ដងនេះបាទមានន័យថាតាមរយៈការអស្ចារ្យដែលបំរុងធ្វើឡើងនឹងអញនឹងដាក់សេចក្តីវេទនាទាំងអស់បាទពាក្យសេចក្តីវេទនាទាំងអស់ហ្នឹងមិនមែនទាំង10ទេក៏ប៉ុន្តែមានន័យថាសេចក្តីវេទនាមួយនឹងបាទវាទម្ងន់នៃសេចក្តីវេទនាមួយនឹងវាស្មើនឹងខំបាញ់សេចក្តីវេទនាទាំង6បាទដែលបានកើតឡើងហើយនឹងបូកបញ្ចូលគ្នាមិនទាន់ស្មើផងមែនពីព្រោះយើងឃើញថាសេចក្តីវេទនា6កន្លងទៅបាទព្រះជាអម្ចាស់យ៉ាងម៉េចដែរព្រះជាអម្ចាស់បាននាំមកនៅគ្រោះកាចដែលប៉ះពាល់ដល់សុខភាពសាធារណៈបាទប៉ះពាល់ដល់សេដ្ឋកិច្ចបាទតាមរយៈអីគេបាទតាមរយៈការស្លាប់សត្វបាទប៉ះពាល់ដល់បញ្ហាសង្គមបាទជាដើមបាទអញ្ចឹងហើយបានជាបាទឥឡូវនេះយើងឃើញបាទព្រះចៅម្ចាស់មានបន្ទូលថាសក្តិវេទនាដែលនឹងត្រូវមកដល់នេះដល់គ្រោះកាចនេះដែលព្រោះចិត្តតែផារ៉ោនរងគ្រោះនឹងបាទនឹងមួយនឹងមានទម្ងន់ស្មើនឹងអ្វីដែលបានកើតឡើងរួមគ្នាកន្លងមកទាស់នឹងចិត្តឯងហើយនឹងពួកបាទមហាថ្លឹកហើយសក្តិវេទនាមួយនេះគឺបាទគឺ attack ទៅកាន់ដួងចិត្តតែម្ដងមានន័យធ្វើឲ្យចិត្តនឹងវេទនាតែម្ដងហើយនឹងរាជឯងផងបាទមានន័យថាបាទទាំងស្ដេចទាំងមន្ត្រីទាំងរាជទាំងអស់ហ្នឹងគឺថាដេកកើតទុកពិបាកចិត្តទាំងអស់គ្នាដើម្បីឲ្យឯងបានដឹងថានៅគ្រប់លើផែនដីគ្មានព្រះអាណាទៀតដូចឯងហើយព្រះអង្គប្រកាសព្រះអង្គថាការអស្ចារ្យមួយហ្នឹងគឺដើម្បីបើកភ្នែកផារ៉ោនបើកភ្នែកមន្ត្រីបើកភ្នែកប្រជារាស្ត្ររបស់ផងអេស៊ីបទាំងអស់ហ្នឹងឲ្យដឹងថាទ្រង់ជាព្រះដែលគ្រប់គ្រងចក្រវាលទាំងមូលទ្រង់ជាព្រះដែលគ្រប់គ្រងផែនដីទាំងមូលទាំងមនុស្សសត្វទាំងអ្នកជឿទាំងអ្នកមិនជឿទាំងរាស្ត្រព្រះទាំងអ្នកមិនរាស្ត្រព្រះបាទហើយគ្មានព្រះណាអាចអីគេមកតទល់ជាមួយនឹងទ្រង់បានឡើយព្រះអង្គថាបាទគ្មានអ្នកឯណាដូចជាអញឡើយអ្នកឯណាហ្នឹងមានន័យថាទោះបីជាតួអង្គដែលគេគោរពថ្វាយបង្គំជាព្រះឬក៏ផារ៉ោនដែលលើកដំកើងខ្លួនជាព្រះហ្នឹងមួយណាក៏មិនអាចបាទយ៉ាងម៉េចដែរបាទក៏មិនអាចមានជ័យជំនះលើព្រះអង្គដែរព្រះអង្គនឹងបើកភ្នែកគេឲ្យឃើញបាទហើយយើងឃើញតមកទៀតនៅក្នុងខ15ត្បិតអញនឹងលើកដៃអញធ្វើឲ្យឯងណាត្បិតបើអញណានឹងលើកដៃអញធ្វើឲ្យឯងហើយនឹងរិះឯងកើតអសន្នរោគក្នុងពេលឥឡូវនោះឯងរាល់គ្នានឹងបានវិនិច្ឆ័យបាត់ពីផែនដីទៅអស់រលីងហើយខ15ព្រះអង្គពមៀនព្រះអង្គថាបើព្រះអង្គចង់សម្លាប់បាទព្រះអង្គអនុញ្ញាតឲ្យកើតអសន្នរោគនឹងគ្មានមនុស្សរស់លើស្រុកអេស៊ីបនឹងទៀតទេក៏ប៉ុន្តែទ្រង់មិនធ្វើអញ្ចឹងឡើយនេះបង្ហាញពីក្តីស្រឡាញ់ក្តីមេត្តាញ៉ាសំបីតែនៅក្នុងសេចក្តីក្រោធរបស់ព្រះជាម្ចាស់បាទក៏បាទព្រះអង្គមេត្តាដល់ផារ៉ោនហើយនឹងបាទរាជរបស់ផងទ្រង់បាទផងដែរព្រះអង្គមិនបានជំនុំជម្រះឲ្យអស់មកទំហឹងដៃទេបាទព្រះអង្គមិនបានជំនុំជម្រះឲ្យអស់ពីសមត្ថភាពរបស់ផងព្រះអង្គទេក៏ប៉ុន្តែហើយព្រះអង្គក៏មិនចង់បំផ្លាញគេដែរគឺគ្រាន់តែដោយព្រោះតែគេចិត្តរឹងរូសបាទប្រឆាំងជាមួយនឹងព្រះដ៏ជាអម្ចាស់បាទហើយធ្វើបាបរាជរបស់ផងព្រះអង្គប៉ុណ្ណោះបានជាព្រះអង្គលើកដៃទាស់នឹងគេហើយព្រះអង្គជំនុំជម្រះបន្តិចម្ដងក្នុងគោលបំណងបើកភ្នែកឲ្យគេភ្លឺស្វាងឡើងទី1ឲ្យគេទទួលស្គាល់ហើយបន្ទាបខ្លួននៅចំពោះព្រះទី2ឲ្យគេឃើញថាព្រះទាំងឡាយដែលគេគោរពបូជានឹងវាមិនមែនជាវាគ្រាន់តែជារឿងព្រេងទេវាមិនមែនជាព្រះអីទេបាទហើយទី3ឲ្យគេបាទបន្ទាបខ្លួនហើយអនុញ្ញាតឲ្យរាជរបស់ផងព្រះអង្គចេញបាទហើយព្រះអង្គមានលទ្ធភាពនឹងដាក់មកក្តាំងឲ្យចប់តែម្ដងក៏ប៉ុន្តែព្រះអង្គអត់ធ្វើអញ្ចឹងទេព្រះអង្គពេញដោយមេត្តាករុណា
ចឹងបានព្រះអង្គពមៀនព្រះអង្គថាបើអញចង់សម្លាប់ឯងហើយអញចង់ជំនុំជម្រះឯងអញអាចបាទធ្វើឲ្យចប់នៅក្នុងពេលតែមួយតាមរយៈការអនុញ្ញាតឲ្យមានជំងឺអាសន្នរោគមែនប៉ុន្តែអញទុកឲ្យឯងរស់នៅវិញដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់ផងអញហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទូទៅនៅគ្រប់ផែនដីព្រះអង្គថាព្រះអង្គអត់ចង់នាំការជំនុំជម្រះចឹងទេអ្វីដែលព្រះអង្គធ្វើឬអនុញ្ញាតឲ្យកើតឡើងបាទគឺដើម្បីបើកភ្នែកគេឲ្យគេបានដឹងថាព្រះណាពិតព្រះណាមិនពិតព្រះណាជាព្រះពិតព្រះណាមិនមែនជាព្រះនោះបាទហើយឲ្យផារ៉ោនដឹងថាទោះបីជាលោកជាអធិរាជណាជាអធិរាជដែលគ្រប់គ្រងបាទលើចក្រភពទាំងមូលតែមនុស្សនៅតែជាមនុស្សមិនមែនជាព្រះទេបាទហើយមិនអាចគ្មានលទ្ធភាពទាស់នឹងព្រះដល់ពិតដល់រស់បាននោះឡើយនេះគឺជាអ្វីដែលអីគេដែលព្រះអង្គពមៀនទៅផារ៉ោនណាខ17ឯងនៅតែលើកខ្លួនទាស់នឹងអញមានន័យថាផារ៉ោនព្រះអង្គសួរទៀតឯងនៅតែគិតថាខ្លួនឯងជាព្រះឯងនៅតែគិតថាខ្លួនឯងនឹងមានឫទ្ធិមានអំណាចមហិមាអស្ចារ្យមានសមត្ថភាពអាចទាស់ជាមួយទ្រង់មែនព្រះអង្គសួរអញ្ចឹងណាព្រមទាំងខាត់មិនឲ្យគេទៅទៀតបាទគឺរាជរបស់ផងព្រះអង្គមើលដល់ថ្ងៃស្អែកវេលាថ្មណាបាទគឺថ្មនេះនឹងមានន័យថាពី10ម៉ោងពីព្រោះពេលទៅជួបពេលព្រឹកណាអញ្ចឹងបាទអញនឹងបង្អល់ឲ្យមានធ្លាក់ព្រិលជាយ៉ាងវេទនាបាទមកដល់ម្លេះបានជាតាំងពីកំណើតស្រុកដល់រាបដល់ឥឡូវនេះមិនដែលមានដូច្នេះក្នុងស្រុកអេស៊ីបឡើយព្រះអង្គថាព្រះអង្គបាទនៅថ្ងៃស្អែកបាទព្រះអង្គនឹងទម្លាក់ព្រិលបាទហើយរឿងនេះពិបាកជឿលោកអ្នកបងប្អូនដោយសារតែទីរហោឋានរត់មួយឆ្នាំភ្លៀង2មេបាទហើយវាទៅជាធ្លាក់តកកបាទហើយភ្លៀងមកភ្លៀងតកកទៀតដូច្នេះវាពិបាកប៉ុន្តែបាទហើយអ្វីដែលព្រះជាម្ចាស់មានថាការអស្ចារ្យមួយហ្នឹងគឺតាំងពីកកើតស្រុកអេស៊ីបបាទមកមិនធ្លាប់បានកើតទេបាទវាអត់មាននៅក្នុងប្រវត្តិសាស្ត្រអត់មាននៅក្នុងកំណត់ត្រារបស់ផងអេស៊ីបទេព្រះអង្គប្រាប់ជើងច្បាស់ទៀតណាក៏ប៉ុន្តែព្រះដ៏រស់ព្រះដ៏ពិតព្រះដ៏មានបច្ចេស្តាអីក៏ព្រះអង្គធ្វើកើតដែរឲ្យតែព្រះអង្គចង់អាមែនពីព្រោះទ្រង់មានឫទ្ធិអំណាចបច្ចេស្តាខុសពីខ្ញុំខុសពីលោកអ្នកខុសពីបុគ្គលខ្លះទៀតបាទឬក៏ព្រះនៅក្នុងរឿងព្រេងនិទានកថារបស់ផងគេដែលគ្រាន់តែបង្កើតឡើងតាមបាទដោយសារមនុស្សបាទវាខុសពីព្រះដ៏រស់ព្រះដ៏ពិតអាមែនបាទខុសពីព្រះរូបព្រះដ៏ពិតហើយយើងឃើញនៅក្នុងកន្លែងនេះព្រះអង្គថាម៉េចបាទព្រះអង្គថាព្រះអង្គនឹងបង្អុលភ្លៀងអញ្ចឹងកន្លែងនេះយើងឃើញយ៉ាងម៉េចដែរទី1បង្ហាញពីក្តីមេត្តារបស់ព្រះអង្គម្ដងទៀតដែរដែលព្រោះព្រះអង្គទុកពេលគេគិត12ម៉ោងបាទខ្លាចក្រែងគេផ្លាស់ប្រែហើយបាទដូរចិត្តអនុញ្ញាតឲ្យរាជព្រះអង្គទៅអញ្ចឹងព្រះនឹងបញ្ឈប់សេចក្តីវេទនាមិនឲ្យវិនិច្ឆ័យដល់គេទេឯបញ្ហាទី2យើងឃើញយ៉ាងម៉េចដែរបាទទ្រង់ជាព្រះដែលមានឫទ្ធិមានអំណាចបាទកាលណាព្រះអង្គចង់ធ្វើអីព្រះអង្គធ្វើបានព្រះអង្គមានបន្ទូលអីព្រះអង្គធ្វើនឹងកើតបាទព្រះអង្គប្រាប់អីគឺរឿងហេតុការណ៍ហ្នឹងគឺកើតឡើងពិតប្រាកដហើយនឹងហើយព្រះខ្ញុំនិងព្រះលោកអ្នកបងប្អូនចឹងហើយបានយើងដែលជឿដល់ព្រះដល់រស់ព្រះដល់ពិតព្រះមានបច្ចេស្តាយើងត្រូវខំប្រឹងជឿព្រះឲ្យគេឲ្យដល់សេចក្តីពិតស្គាល់ព្រះអង្គឲ្យច្បាស់បាទដើម្បីអីគេដើម្បីឲ្យយើងអាចជឿទុកចិត្តហើយរក្សាសេចក្តីជំនឿឲ្យបានត្រឹមត្រូវពីព្រោះព្រះរបស់ផងយើងមិនមែនដុំឈើដុំថ្មបាទឬមិនមែនជាបុគ្គលណានោះទេគឺជាព្រះដ៏ពិតតែមួយនៅក្នុងពិភពផែនដីនេះណាដូច្នេះចូលចាត់គេឲ្យទៅយើងឃើញនៅក្នុងកន្លែងនេះទៀតបាទព្រះជាម្ចាស់បង្ហាញក្តីមេត្តាករុណាទៀតបាទព្រះអង្គថាម៉េចបាទព្រះអង្គថាព្រះអង្គប្រាប់ផារ៉ោនទៀតបាទក៏ចង់ធ្វើតេស្តផារ៉ោនដែរថាគ្រោះកាច6កន្លងទៅនឹងតើផារ៉ោនមានចិត្តទន់នៅបាទតើផារ៉ោនមានផ្លាស់ប្ដូរអិរិយាបថនៅតើផារ៉ោនជឿដល់ព្រះនៅហើយក៏ចង់ធ្វើតេស្តពួកមន្ត្រីទាំងអស់បាទដើម្បីបង្ហាញប្រាប់ថាបាទគេស្ដាប់បង្គាប់គេចិត្តទន់ឬក៏បាទគេរឹងទទឹងនៅចំពោះព្រះខ19បានបង្ហាញប្រាប់ថាព្រះអង្គបានបញ្ជាប្រាប់គេថារឿងនឹងថ្ងៃស្អែកវានឹងធ្លាក់ហើយដូច្នេះបើឯងមិនចង់វិនិច្ឆ័យឯងមានជំរឿគឺឲ្យកម្មកររបស់ឯងឲ្យអ្នកបម្រើរបស់ផងឯងហើយនឹងហ្វូងសត្វដែលសេះសល់នៅបន្ទាប់ពីអាសន្នរោគនោះបាទគឺចូលមកក្នុងទីជំរកមកនោះឯងនឹងរួចពីសេចក្តីហិនពីនេះហ្នឹងព្រះអង្គប្រាប់ពីជំរឿទៀត
ចុះចាត់គេឲ្យទៅនាំអស់ទាំងហ្វូងសัตว์និងរបស់ឯងទាំងប៉ុន្មានដែលនៅឯវាលចូលមកជាប្រញាប់ទៅអស់ទាំងមនុស្សនិងសត្វទាំងប៉ុន្មាននៅឯវាលបាទដែលមិនបានប្រមូលមកក្នុងផ្ទះនោះនឹងត្រូវព្រិលធ្លាក់មកលើស្លាប់ទាំងអស់ឃើញព្រះអង្គប្រាប់ទេបាទព្រះអង្គឲ្យជំរឿគេទៀតប្រាប់ពីរបៀបដែលគេសង្គ្រោះជីវិតបាទប៉ុន្តែតាមរយៈការប្រាប់ពីរបៀបសង្គ្រោះជីវិតហ្នឹងព្រះអង្គចង់ដឹងថាតើអ្នកណាជឿណាអ្នកណាជឿអ្នកណាចុះចូលអ្នកណាព្រមស្ដាប់បង្គាប់ណាព្រះអង្គផ្ដល់ឱកាសឲ្យគេ offer បាទណាសូម្បីតែក្នុងការជំនុំជម្រះក៏ពេញដោយមេត្តាក្នុងការជំនុំជម្រះបាទក៏បណៃក្នុងការជំនុំជម្រះក៏ផ្ដល់ឱកាសឲ្យដែរអាមែនបាទដើម្បីបង្ហាញប្រាប់ថាអ្នកដែលមានចិត្តទន់ដូចជាសាច់ហើយចង់ផ្លាស់ប្ដូរគេគិតពីការជំនុំជម្រះបានក្នុងពេលដែលអ្នកមិនព្រមផ្លាស់ប្ដូរទេបាទនោះបង្ហាញច្បាស់ពីឆន្ទៈរបស់គេខំ20នោះពួកមហាថ្លឹកណាមួយរបស់ផងផារ៉ោនណាដែលកោតខ្លាចដល់ព្រះបន្ទូលព្រះយេហូវ៉ាគេក៏ឲ្យពួកបាវនិងហ្វូងសត្វទាំងប៉ុន្មានរត់ចូលមកជ្រកក្នុងផ្ទះទាំងអស់ប៉ុន្តែពួកអ្នកដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលព្រះយេហូវ៉ាគេក៏ទុកឲ្យពួកបាវបម្រើគេនៅឯទីវាលវិញអញ្ចឹងយើងឃើញមកដល់ខ20និងខ21នេះយ៉ាងម៉េចដែរបាទគឺឥឡូវនេះចាប់ផ្ដើមមានការយល់ឃើញផ្សេងគ្នាហើយចាប់ផ្ដើមមានការបែកបាក់នៅក្នុងចំណោមពួកមន្ត្រីដែលនៅជុំវិញផារ៉ោនបាទមានអ្នកខ្លះបាទដែលគេមានភាពវៃឆ្លាតបាទគេមានវិញ្ញាណសង្កេតបាទគេស្ដាប់ពាក្យរបស់ផងលោកម៉ូសេគេស្ដាប់ព្រះបន្ទូលរបស់ផងព្រះដ៏ជាម្ចាស់ហើយគេវិភាគឃើញការអស្ចារ្យដែលគេដែលព្រះជាម្ចាស់បានធ្វើមួយលើកហើយមួយលើកទៀតគេដឹងយ៉ាងច្បាស់ថាទ្រង់គឺជាព្រះដ៏រស់ទ្រង់គឺជាព្រះដ៏ពិតអ្វីដែលព្រះអង្គជឿអ្វីដែលព្រះអង្គមានបន្ទូលគឺទុកចិត្តបានដូច្នេះហើយគេព្រមជឿបាទដូច្នេះនៅពេលដែលព្រះ offer ឲ្យគេនៅពេលដែលព្រះផ្ដល់ឱកាសដល់គេដើម្បីឲ្យគេបាទហៅអ្នកបម្រើពីវាលព្រមទាំងហ្វូងសត្វបាទពួកគេបានរួចសុខសាន្តទ្រព្យសម្បត្តិរបស់ផងគេសត្វពាហនៈរបស់គេបើព្រាវគេមិនបានស្លាប់ទេក៏ប៉ុន្តែអ្នកខ្លះទៀតបាទជាមនុស្សដែលឯគេមានវិញ្ញាណឥតបាកិតបាទអត់មានពិចារណាចិត្តរឹងហួសហេតុដោយផារ៉ោនចឹងឯងគេអត់ខ្វល់ជាមួយព្រះបន្ទូលរបស់ផងព្រះបាទនោះធ្វើឲ្យគេវិនិច្ឆ័យទៅខ22បាទព្រះយេហូវ៉ាទ្រង់មានបន្ទូលម៉ូសេថាចូលលើកដៃទៅលើមេឃបាទអញ្ចឹងយើងឃើញគ្រប់យ៉ាងទាំងអស់ព្រះអង្គធ្វើការតាមរយៈអ្នកបម្រើដែលកោតខ្លាចដល់ព្រះជាម្ចាស់បាទព្រះអង្គឲ្យគេយ៉ាងម៉េចដែរធ្វើបដិហាទៅតាមបញ្ជារបស់ផងព្រះអង្គដើម្បីឲ្យមានព្រិលធ្លាក់មកពេញក្នុងស្រុកអេស៊ីបព្រះអង្គថាពេញក្នុងស្រុកអេស៊ីបគឺធ្លាក់មកលើមនុស្សនិងសត្វហើយគ្រប់ទាំងដំណាំនៅឯស្រុកវាលណាម៉ូសេក៏លើកដំបងទៅលើមេឃនោះបាទព្រះយេហូវ៉ាទ្រង់បានចាត់ឲ្យមានផ្គរហើយនឹងព្រិលមកក៏មានរន្ទះបាញ់ផ្សាយជាភ្លើងនៅលើដីហើយព្រះយេហូវ៉ាទ្រង់បង្អុរព្រិលមកលើស្រុកអេស៊ីបអញ្ចឹងយើងឃើញយ៉ាងម៉េចដែរព្រះបានទុកឲ្យសានវ៉ាឲ្យគេ12ម៉ោងបាទហើយប្រាប់គេយ៉ាងច្បាស់បាទប៉ុន្តែយ៉ាងម៉េចទោះបីជាព្រះអង្គទុកឱកាសឲ្យគេព្រះអង្គប្រាប់យ៉ាងច្បាស់ហើយតែចិត្តរឹងទទឹងរបស់ផងគេគិតមិនរួចពីការជំនុំជម្រះរបស់ព្រះទីបញ្ចប់អ្វីដែលទ្រង់មានបន្ទូលកាលបាទប្រាប់គេគឺកើតឡើងបេះបិទអាមែនកើតឡើងបេះបិទបាទនេះបាទគឺជាព្រះរបស់ផងយើងហើយរឿងនេះដូចគ្នាលោកណាបងអ្វីដែលទ្រង់កត់ទុកក្នុងព្រះបន្ទូលអត់មានបាត់ទេចឹងហើយយើងជារាជរបស់ផងព្រះអង្គត្រូវស្រឡាញ់គោរពកោតខ្លាចព្រះហើយត្រូវញ័រញាក់ចំពោះព្រះបន្ទូលของព្រះអង្គមិនមែនអានចោលឮធ្វើវិហ័យទេបើអញ្ចឹងយើងដូចជាមន្ត្រីដែលទុកឲ្យមន្ត្រីផារ៉ោនដែលទុកឲ្យទាសកររបស់ផងគេនិងហ្វូងសត្វគេស្លាប់បាទដោយអត់អើពើនឹងព្រះបន្ទូលព្រះយ៉ាងដូចនេះដែរអញ្ចឹងយើងឃើញនៅកន្លែងនេះយ៉ាងម៉េចដែរបាទគឺភ្លៀងជាព្រិលណាមិនមែនគ្រាន់តែព្រិលធ្លាក់ទេភ្លៀងជាព្រិលបាទហើយពេលដែលភ្លៀងមកនឹងឯងគឺមានទាំងផ្គររន្ទះបាទហើយបាទគឺបាញ់ឆេះចេញជាភ្លើងតែម្ដងហើយព្រះគម្ពីរប្រាប់ថាយ៉ាងវេទនាដល់ម្លេះបានជាតាំងពីស្រុកអេស៊ីបកើតដល់ឡើងជានគរមិនដែលមាននៅក្នុងស្រុកដូចនេះឡើយព្រះគម្ពីរបានប្រាប់ថាម៉េចវាគឺជាគ្រោះមហន្តរាយដ៏សែនអាក្រក់ដែលមិនធ្លាប់កើតឡើងនៅក្នុងស្រុកអេស៊ីបទេព្រះបាននិយាយជាមុនហើយនៅក្នុងខ25នៅគ្រប់ក្នុងស្រុកអេស៊ីបព្រិលនោះបានធ្លាក់
មកត្រូវរបស់ទាំងអស់នៅវាអញ្ចឹងព្រះអង្គថាម៉េចឲ្យតែព្រំស្រុកអេស៊ីបទាំងអស់គឺការជំនុំជម្រះហ្នឹងអត់មានលើកលែងកន្លែងណាមួយទេតាំងពីមនុស្សរហូតដល់សត្វក៏ធ្លាក់មកលើបំផ្លាញអស់ទាំងដំណាំនៅវាលហើយបាទបំបាក់អស់ទាំងដើមឈើនៅចំការផងអញ្ចឹងព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់បាទអំពីផលនៃការខូចខាតបាទអីគេបំផ្លាញដំណាំបាទបំបាក់ដើមឈើបាទមនុស្សសត្វដែលនៅឯវាលស្លាប់អត់មានសល់ទេឯទីដែលគ្មានព្រិលនោះមានតែស្រុកកូសែនប៉ុណ្ណោះលោកអ្នកយើងឃើញព្រះមានបជាស្តានឹងហើយហៅថាព្រះបាទព្រះអង្គចង់ធ្វើអីគ្មានណាទប់ជាប់ទេតែបើព្រះអង្គមិនចង់ធ្វើវិញបាទអ្នកណាក៏មិនពីណាត់បានដែរបាទព្រះអង្គចង់ឲ្យកើតកន្លែងណាមិនឲ្យកើតកន្លែងណាគឺព្រះអង្គមានអំណាចគ្រប់គ្រាន់បាទនឹងគឺជាតួអង្គព្រះអាមែនបាទនឹងគឺជាតួអង្គព្រះហើយនិយាយយ៉ាងម៉េចគឺកើតអញ្ចឹងបាទចង់ឲ្យកើតចង់ឲ្យឈប់បាទចង់ឲ្យកើតនៅពេលណាកើតនៅពេលហ្នឹងកន្លែងណាចង់ឲ្យកើតកន្លែងណាមិនចង់ឲ្យកើតគឺមិនកើតឡើយអានឹងហើយព្រះដល់រស់ព្រះដល់ពិតបង្ហាញប្រាប់ថាទ្រង់មានអំណាចមានបជាស្តាបាទនៅក្នុងការបង្កើតការឃុំគ្រងបាទហើយការបញ្ឈប់បាទក៏មានអំណាចក្នុងការការពារដល់អ្នកណាដែលព្រះអង្គចង់ការពារដាក់ទោសទណ្ឌណាដែលព្រះអង្គចង់ដាក់ទោសទណ្ឌអាមែនបាទយើងឃើញក្នុងកន្លែងនេះទីដែលគ្មានព្រិលនោះមានតែស្រុកកូសែនដែលជាទីលំនៅរបស់ពួកកូនចៅអ៊ីស្រាអែលប៉ុណ្ណោះលោកអ្នកយើងឃើញនៅក្នុងពិភពលោកតែមួយនៅក្នុងចក្រភពអេស៊ីបតែមួយបាទក៏ប៉ុន្តែកន្លែងដែលប្រជារាស្ត្ររបស់ផងព្រះនៅគឺទោះបីនៅក្នុងពេលវេលាតែមួយហើយពិភពអេស៊ីបបានកើតវឹកវរសេចក្តីបំផ្លាញយ៉ាងណាប៉ុន្តែព្រះរបស់ជនជាតិអ៊ីស្រាអែលគេទ្រង់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីនឹងការពារអ៊ីស្រាអែលអាមែនកន្លែងនឹងវាជាសញ្ញាសម្គាល់មួយជាពិសេសនៅក្នុងគ្រាវេទនាមុនពេលការយាងមកជាលើកទី2របស់ព្រះបាទរូបភាពដែលបានកើតឡើងបាទគឺនឹងកើតម្ដងទៀតហើយកើតអាក្រក់ជាងនេះទៅទៀតហើយកើតលើកក្រោយនេះបាទគឺមិនមែនកើតនៅតែក្នុងប្រទេសមួយឬតំបន់មួយទេពិភពលោកហើយព្រះគម្ពីរបានប្រាប់បាទ the series of judgment the series of plague បាទគឺថាបាទការជំនុំជម្រះជាខ្សែឬក៏គ្រោះកាចជាខ្សែនឹងឯងគឺកើតឡើងដូចគ្នាហើយព្រះគម្ពីរបានប្រាប់ថាម៉េចបាទការកើតឡើងក្រោយនេះបើយើងមើលក្នុងព្រះគម្ពីរទម្ងន់នៃព្រិលមួយគ្រាប់គឺ60គីឡូ60គីឡូក្រាមអាមែនបាទនឹងធ្លាក់មកបាក់បង្រៀបអត់មានសល់អ្វីទេបាទអាមែននេះជាការពិតយើងមើលផ្កាយទាំង7កទងទាំង7ត្រែទាំង7បាទគឺចាក់មកម្ដងគឺមនុស្ស1/3បាទត្រូវបានបាត់បង់ជីវិតបាទនេះគឺជាអ្វីដែលបានកើតឡើងនៅពេលខាងមុខហើយចងចាំណាអ្វីដែលព្រះមានបន្ទូលអត់មានមកក្បៀសឬមកក្បាំងឈើត្រូវបានបាត់ទេបាទឥឡូវនេះវាអត់ទាន់ដល់ពេលវេលានៅឡើយទេបាទគឺអីគេពីព្រោះវាទើបចាប់ផ្ដើមស្ត្រីចាប់ផ្ដើមឈឺត្រៀមនឹងសម្រាលតែប៉ុណ្ណោះក៏ប៉ុន្តែបាទដោយព្រោះនេះជា last jubilee ហើយដោយព្រោះថាបាទវាដល់ពេលវេលាចុងក្រោយអញ្ចឹងលោកអ្នកបងប្អូនឃើញពីមួយឆ្នាំទៅមួយឆ្នាំអាកាសធាតុកាន់តែអាក្រក់ទៅរួមជាមួយរំជួយដីបន្ទុះភ្នំភ្លើងបាទស៊ូណាមីព្រមទាំងសង្គ្រាមបាទជំងឺអំណត់បាទមកគ្រប់ទាំងអស់បាទមកគ្រប់ទាំងអស់ហើយកាន់តែធ្ងន់ទៅសម្រាប់មនុស្សខ្លាំងកាន់តែច្រើនទៅពីព្រោះព្រះគម្ពីរបានប្រាប់ហើយក៏ប៉ុន្តែអ្វីដែលលើកទឹកចិត្តបាទព្រះអង្គមានបជាស្តានឹងការពារដល់អស់អ្នកដែលស្រឡាញ់គ្រប់កោខ្លាចព្រះក៏ប៉ុន្តែខ្ញុំបានជម្រាបជូនលោកអ្នកបងប្អូនហើយចង់ឲ្យព្រះការពារបាទតើលោកអ្នកបងប្អូនមានតម្លៃទីចំពោះព្រះអង្គមិនមែនក៏ឈ្មោះកូនព្រះបាទអាមែនបាទតម្លៃនៃចំពោះព្រះគឺសេចក្តីសុចរិតនិងភាពបរិសុទ្ធរបស់លោកអ្នកបងប្អូនអត់តែនឹងកុំនិយាយមួយព្រះសោះអាមែនបាទនេះគឺជាអ្វីដែលខ្ញុំចង់លើកទឹកចិត្តបាទហើយមេរៀននេះសំខាន់ណាស់លោកអ្នកបងប្អូនកុំស្ដាប់ទៅមើលទៅដូចដឹងហើយយកទៅគិតពិចារណាឲ្យលម្អិតនៅអ្វីដែលអ្នកបានរៀនពីព្រោះហេតុអីពីព្រោះរឿងនេះបាទវាក៏នឹងត្រូវមកដល់ពិភពលោកនេះផងដែរ
ហើយបំបាក់អស់ទាំងដើមឈើនៅចំការឯទីដែលគ្មានព្រិលមានតែស្រុកកូសែនដែលជាទីលំនៅរបស់អ៊ីស្រាអែលប៉ុណ្ណោះនោះផារ៉ោនទ្រង់ចាត់ឲ្យទៅហៅម៉ូសេនិងអារ៉ុនមកបាទផារ៉ោនទ្រាំមិនបាននឹងសេចក្តីក្រោធរបស់ព្រះបាទពីព្រោះថាទំហំនៃការខូចខាតនោះវាស្ទើរតែលីស្រុយស៊ីប្រយទៅហើយបាទអញ្ចឹងហើយបានជាផារ៉ោនមិនអាចនៅរឹងទៅតឹងទេទោះបីមិនរវល់ដល់ខ្លួនឯងក៏រវល់ដល់មន្ត្រីរវល់ដល់ស្រុកទេសបាទដែលកំពុងតែហិនវិនិច្ឆ័យដែរម្ដងនេះអញជាអ្នកធ្វើបាបណាលោកទទួលស្គាល់ពីមុនមកលោកថាលោកអត់ធ្វើបាបទេបាទលោកថាទំលើកហ្នឹងឯងអញធ្វើបាបបាទអានេះសំបីថាគេថាសុំទោសហើយក៏នៅតែឆ្លៀតឱកាសដើម្បីរកកន្លែងត្រូវដែរណាបាទអានឹងឯងដែលគេដែលបជារាជព្រះអង្គតែងតែនិយាយថាព្រះអង្គអើយសូមអត់ទោសឲ្យកូនផងកូនខឹងជេរគេតែកុំទៅវាជេរកូនជេរវាទេណាបាទអានឹងគឺចង់និយាយថាម៉េចសុំទោសហើយតែនៅតែរកវិធីដើម្បីរលេះដាក់ខ្លួនណាអត់ទេតែណាខុសគឺច្បាស់ជាខុសបាទគឺជាប្រយោជន៍វ៉ាដែលសុចរិតឥឡូវព្រះអង្គបាទលោកទទួលស្គាល់ដោយពាក្យរបស់ព្រះលោកហើយអញមានបាបព្រះសុចរិតណាឯអញនឹងរាអញយើងគឺជាពួកអាក្រក់វិញណាមិនតែមានបាបទេពួកអញអាក្រក់បាទព្រះយេហូវ៉ាទ្រង់សុចរិតដូច្នេះសូមឲ្យឯងអង្វរដល់ព្រះយេហូវ៉ាផងឥឡូវនេះដឹងហើយថាទ្រង់មានឫទ្ធិទ្រង់មានអំណាចទ្រង់មានបជាស្ដាអ្វីដែលទ្រង់និយាយគឺកើតឡើងពិតប្រាកដបាទឥឡូវទទួលស្គាល់បជាស្ដាប្រងហើយត្បិតមានផ្គរជាខ្លាំងហើយព្រិលនេះជាលមមកឲ្យបាទខូចខាតអស់ហើយប៉ុណ្ណឹងបានហើយឲ្យព្រះអង្គប្រជុំទៅណាបាទនោះអញនឹងឲ្យឯងរកគ្នាចេញទៅឥតមានខាត់ខាំងទៀតឡើយបាទណាផារ៉ោនថាម៉េចបាទដើម្បីបាទកិច្ចចេញពីសេចក្តីវេទនាកិច្ចចេញពីការជំនុំជម្រះរបស់ផងព្រះផារ៉ោនថាទៅអញអនុញ្ញាតហើយបាទក៏ប៉ុន្តែយើងឃើញនៅក្នុងខ29បាទយ៉ាងម៉េចដែរម៉ូសេគាត់ធ្លាប់ផារ៉ោនបោកឆ្អែតហើយយើងគាត់លែងជឿហើយគាត់បាទម៉ូសេលោកទូឆ្លើយថាកាលណាទូបង្គំបានចេញពីក្រុងទៅនោះទូបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ាម៉ូសេទទួលបាទមកពីព្រោះម៉ូសេក៏អាណិតប្រជារាស្ត្របាទផងដែរហើយម៉ូសេគាត់មិនចង់ឃើញការនឹងកើតឡើងបាទដើម្បីជំនុំជម្រះជនជាតិអេស៊ីបទេបាទនេះបង្ហាញពីអីគេបង្ហាញអំពីទឹកចិត្តនៃអ្នកបម្រើព្រះបាទទោះបីជាយើងចរចាបាទចង់បានឲ្យប្រជារាស្ត្រអ៊ីស្រាអែលមានសិទ្ធិមានសេរីភាពបាទក៏ដោយក៏លោកនៅតែមានទឹកចិត្តអាណិតមេត្តាបាទដល់សត្រូវរបស់ផងលោកជាពិសេសដល់ប្រជាពលរដ្ឋដែលបាននឹងឯងដែរបាទហើយអានឹងឯងយើងឃើញព្រមវិធររបស់អ្នកដឹកនាំរបស់ផងយើងបាទនៅក្នុងសម្បីតែសង្គ្រាមឈ្លានពានក៏លោកមិនប្រើអាវុធតែធ្ងន់បាទផងដែរពីពួកអីគេបាទឆ្លុះគ្នាថ្ងៃនេះគង់តែថ្ងៃមួយត្រូវគ្នាទេអញ្ចឹងទុកមុខរាប់គ្នាទៅណាបាទទូលបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ានោះបាទផ្គរនឹងស្ងប់ហើយនឹងគ្មានព្រិលទៀតម៉ូសេដឹងយ៉ាងច្បាស់ថាបាទព្រះយ៉ាងម៉េចឲ្យតែខ្ញុំអធិដ្ឋានទៅព្រះគឺដឹងតែស្ងាត់ភ្លាមឥឡូវហើយបាទនេះដើម្បីឲ្យទ្រង់បានជ្រាបថានៅផែនដីជារបស់ផងព្រះយេហូវ៉ាណាម៉ូសេបញ្ជាក់ប្រាប់ទៀតបាទបញ្ជាក់ប្រាប់ថាផែនដីនេះគឺជារបស់ផងព្រះទេព្រះអង្គបើកព្រះអង្គបិទព្រះអង្គចង់ឲ្យសុកព្រះអង្គចង់ឲ្យទុកព្រះអង្គចង់ឲ្យកើតបាទកលាហលបាទគឺកើតច្បុកច្បល់ហើយអាមែនបាទនេះគឺជាសម្ដីពិតបាទឥឡូវនេះលោកម៉ូសេបានទុកចិត្តព្រះទាំងស្រុងបាទហើយក៏ស្គាល់ថាទ្រង់ជាអ្នកណាដែរបាទហើយលោកចាប់ដើមមានអំណួតក្នុងនាមជាបាវបម្រើរបស់ផងព្រះលែងខ្វល់បាទលែងមើលឃើញរាជវាំងឬក៏បល្ល័ង្ករបស់ផងផារ៉ោននឹងអស់ចាយទៀតហើយប៉ុន្តែទូបង្គំដឹងថាទ្រង់នឹងពួកមហាថ្លឹករបស់បាទមិនទាន់ខ្លាចដល់ព្រះយេហូវ៉ាដ៏ជាព្រះនៅឡើយទេខ30ម៉ូសេបញ្ជាក់ខ្ញុំទៅនេះដោយព្រោះខ្ញុំអាណិតដល់រាជទេខ្ញុំទៅនេះដោយព្រោះខ្ញុំមិនចង់ឃើញបាទសេចក្តីមហន្តរាយកើតដល់រាជទ្រង់ទេប៉ុន្តែឲ្យខ្ញុំជឿខ្ញុំអត់ជឿទ្រង់ទេម៉ូសេបញ្ជាក់ប្រាប់យ៉ាងច្បាស់ណាឯដើមក្លុតទេញ៉ឹកខ31គឺបង្ហាញអំពីយ៉ាងម៉េចដែរពីគេហៅថារដូវកាលយ៉ាងច្បាស់ថាពេលដែលព្រះអង្គជំនុំជម្រះហ្នឹងនៅក្នុងរដូវកាលណាឯដើមក្លុតទេនិងស្រូវអោកបាទក្លុតទេនិងស្រូវអោកគឺជាធម្មតានៅក្នុងខែមករាឬក៏ខែកុម្ភៈបើសិនជាយើងមើលនៅក្នុងវប្បធម៌របស់អ៊ីស្រាអែលវិញគឺនៅក្នុងពេលបុណ្យបាទគឺមានន័យថាមួយខែឬពីរខែមុនបុណ្យរំលងណាអានេះចូលដល់ខែ11ខែ12បាទ
របស់ផងអ៊ីស្រាអែលនោះហិនហើយអស់ស្បិតត្រូវអោកកំពុងតែបែកគួរអញ្ចឹងស្រូវអោកវាត្រូវទុំ50ថ្ងៃមុនស្រូវសាលីណាហើយក្លូតទេកំពុងតែចេញផ្កាហើយតែស្រូវសាលីបើហើយនឹងអេផូតមិនទាន់បានខូចទេព្រោះវានៅក្នុងដីនៅឡើយវាជាក្របឡើយទេពីព្រោះមិនទាន់បានដុះនៅឡើយអញ្ចឹងមានន័យថាបាទមិនត្រឹមតែបញ្ជាក់អំពីពេលវេលានៃការជំនុំជម្រះបាទនឹងរដូវកាលនៃការជំនុំជម្រះទេតែយើងឃើញនៅក្នុងកន្លែងនេះខ32ក៏បានបង្ហាញថាសេដ្ឋកិច្ចបាទព្រះជំនុំជម្រះមានមេត្តាបាទសេដ្ឋកិច្ចបាទមិនបំផ្លាញទាំងស្រុងទេមិនតន់ដល់ថ្នាក់អត់អីញ៉ាំទេពីព្រោះអីនៅបាទស្រូវអេផូតហើយនឹងស្រូវសាលីនៅឡើយណាបាទម៉ូសេក៏ចេញពីចំពោះព្រះយេហូវ៉ាទៅក្រៅទីក្រុងលើកដៃប្រទូលទៅព្រះយេហូវ៉ានោះផ្គរក៏ស្ងប់ស្ងាត់បាទព្រិលក៏បាត់ទៅបាទយើងឃើញយ៉ាងម៉េចដែរបាទយើងឃើញការអស្ចារ្យនេះអស្ចារ្យខ្លាំងណាស់បាទដូចមនុស្សចុចកងតាក់ភ្លើងបើកបិទស្រាញ់ចិត្តជាងឯងបាទនឹងឯងគឺព្រះចង់ឲ្យកើត immediately ព្រះចង់ឲ្យបាទបញ្ឈប់ immediately គឺអត់ត្រូវការរងចាំពេលវេលាទេអាមែនអានឹងហើយដែលបង្ហាញប្រាប់ថាអ្នកមានអំណាចបានធ្វើកើតអ្នកអត់អំណាចធ្វើកើតទេអាមែនបាទលើកដៃប្រទូលទៅបាទនោះផ្គរលន់ក៏ស្ងប់ឈឹងព្រិលក៏បាត់ទៅហើយភ្លៀងក៏រាំងបាទមិនធ្លាក់មកលើផែនដីទៀតទេនេះហើយបាទហើយយើងដែលថ្វាយបង្គំព្រះនឹងយើងត្រូវខំស្គាល់បាទយើងត្រូវខំស្គាល់ហើយយើងត្រូវមានមោទនភាពយើងត្រូវមានអំណួតបាទនៅបាទចំពោះសេចក្តីជំនឿរបស់ផងយើងសម្រាប់ខ្ញុំបាទដែលខ្ញុំហ៊ានលះបង់ខ្ញុំហ៊ានបូជាបាទជីវិតខ្ញុំនៅលើផែនដីនេះទាំងមូលដើម្បីបម្រើព្រះខ្ញុំមិនល្ងងទេបាទអាមែនបាទពីព្រោះអីគេខ្ញុំសុខចិត្តដកខ្លួនឯងចេញពីការធ្វើអ្វីផ្សេងទៀតដើម្បីបម្រើដល់សាច់ឈាមរបស់ផងខ្លួនឯងនៅលើផែនដីដែលគ្រាន់តែដូចជាចំហាយទឹកនេះដើម្បីចំណាយពេលដែលខ្ញុំមាននឹងបម្រើដល់ព្រះដល់ជាអម្ចាស់ពីព្រោះខ្ញុំដឹងថាម៉េចបាទអ្វីទាំងអស់ដែលខ្ញុំធ្វើនៅក្នុងនគរព្រះជាអម្ចាស់គឺមិនបាត់បង់ឡើយអ្វីដែលខ្ញុំធ្វើនគរព្រះជាអម្ចាស់ទើបជាតម្លៃជាសកលអស់កាលជានិច្ចដល់កាលជានិច្ចបាទដូច្នេះហើយបានជាខ្ញុំជួបការលំបាកយ៉ាងម៉េចក៏ដោយខ្ញុំអត់បោះបង់ចោលទេពីព្រោះហេតុអីពីព្រោះខ្ញុំស្គាល់ព្រះដែលខ្ញុំជឿតាមច្បាស់ដូចថ្ងៃត្រង់ចឹងឯងមែនបាទហើយនេះឯងគឺជាអ្វីបាទមិនមែនស្មានមិនមែនប្រហែលទេបើជឿលឿងព្រេងខ្ញុំអត់ជឿទេណារួចកាលផារ៉ោនឃើញថាភ្លៀងនឹងព្រិលហើយនឹងផ្គរលាន់បានស្ងប់អស់ហើយនោះទ្រង់នៅតែធ្វើបាបអញ្ចឹងកន្លែងនេះយ៉ាងម៉េចដែរបង្ហាញប្រាប់ថាផារ៉ោនពិតជាមនុស្សក្បាលរឹងជាទីបំផុតបាទអញ្ចឹងមិនមែនព្រះធ្វើឲ្យគាត់រឹងទេគឺគាត់រឹងពីកំណើតតែម្ដងព្រះគ្រាន់តែខ្ចីភាពរឹងរបស់គាត់ដើម្បីយ៉ាងម៉េចដែរដើម្បីបើកភ្នែកឲ្យគាត់ដឹងថាព្រះណាពិតព្រះណាខ្លាំងខ្លាយបាទហើយដើម្បីធ្វើការអស្ចារ្យបាទប្រយោជន៍ឲ្យជនជាតិអេស៊ីបបានស្គាល់ព្រះជាម្ចាស់ហើយជនជាតិអ៊ីស្រាអែលរៀនគោរពកោតខ្លាចព្រះតែប៉ុណ្ណោះគឺទ្រង់តាំងប្រតិយរឹងទទឹងព្រះគម្ពីរបញ្ជាក់ឲ្យបញ្ជាក់ទៀតតាំងប្រតិយរឹងទទឹងព្រមទាំងពួកមហាថ្លឹកទាំងអស់មិនមែនតែស្ដេចទេអញ្ចឹងបានចវាយគេបែបណាកូនចៅគេបែបហ្នឹងណាបាទដូច្នេះផារ៉ោនមានប្រតិយរឹងទទឹងមិនព្រមបើកណាម្ដងហើយម្ដងទៀតបើកឲ្យពួកកូនចៅអ៊ីស្រាអែលទៅទេដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដោយសារម៉ូសេបាទនេះគឺជាអ្វីដែលយើងបានឃើញអញ្ចឹងនេះគឺជាគ្រោះកាចទី7ហើយខ្ញុំបញ្ជាក់ម្ដងទៀតបាទចេញពីគ្រោះកាចទាំង10បាទវាបានបញ្ជាក់ប្រាប់ថាតើព្រះជានរណាហើយព្រះអង្គធ្វើនឹងមិនមែនសម្រាប់តែផារ៉ោនទេព្រះអង្គធ្វើនឹងមិនមែនគ្រាន់តែទាស់ទទឹងទៅនឹងពួកគេហៅថាពួកព្រះដែលជនជាតិអេស៊ីបថ្វាយបង្គំនោះទេបាទព្រះអង្គបើកភ្នែកដល់ជនជាតិអេស៊ីបក៏បើកភ្នែកដល់ជនជាតិអ៊ីស្រាអែលដែរដើម្បីអីគេដើម្បីឲ្យគេបានរៀនគោរពកោតខ្លាចព្រះជាម្ចាស់បាទហើយនេះគឺជាពេលរៀនល្អបំផុតបាទពីព្រោះអីគេពីព្រោះតទៅទៀតបាទគឺកម្រិតនៃការស្គាល់ព្រះនឹងឯងដែលជួយឲ្យយើងរស់នៅហើយឆ្លងកាត់ទីរោឋានលោកអ្នកបងមើលបើសិនជាជនជាតិអ៊ីស្រាអែលយកចិត្តទុកដាក់ក្នុងការរៀនសូត្រគេនឹងស្គាល់ព្រះច្បាស់អញ្ចឹងនៅពេលដែលព្រះនាំគេចេញពីអេស៊ីបឆ្លងកាត់ទីរោឋានតើគេរអ៊ូរទាំបះបោរទៀតទេអត់ទេ
អាមែនក៏ប៉ុន្តែពេលរៀនគេមិនព្រមរៀនបាទគេមិនព្រមរៀនបាទមានចរិតដោយលោកអ្នកអង្គប្អូនខ្លះចឹងធម្មតាធ្វើមិនដឹងធ្វើមិនលឺបាទពេលខំស្គាល់ព្រះអត់ព្រមខំស្គាល់ទេខ្ញុំដឹងខ្ញុំលឺបាទគឺអត់យកខួរក្បាលទៅគិតទេដល់តែពេលយ៉ាងម៉េចដែរជួបហានិភ័យមកដល់អាសន្នអន់ក្រមកដល់យ៉ាងម៉េចដែរចាប់ផ្ដើមច្បោកច្បល់ព្រះនឹងពិតឲ្យខ្លាំងខ្លាយណោះជឿបានទៅជឿមិនបានណោះចេះសពបែបសពយ៉ាងទាំងអស់បាទអានោះមកពីអីគេលទ្ធផលគឺមកពីយើងពេលរៀនមិនច្បាស់ជារៀនបាទពេលមានឱកាសគិតមិនច្បាស់ជាគិតបាទលោកនេះវាមិនចាយដន់ទេដែលព្រះឲ្យយើងរៀនព្រះគម្ពីរនិខមណាំងឡើងវិញហើយខ្ញុំប្រាប់យើងមិនដឹងថាតាមមានពេលរៀនព្រះគម្ពីរនេះទៀតឬក៏អត់នោះទេអាមែនបាទហើយតទៅទៀតយើងក៏មិនដឹងថាមានអ្វីកើតឡើងនោះដែរបាទអញ្ចឹងនៅពេលដែលមានហានិភ័យកើតឡើងបាទគ្រោះកាយកើតឡើងបន្ទុកបញ្ហាកើតឡើងនៅថ្ងៃខាងមុខនោះបាទមនុស្សម្នាក់គឺស៊ីទុននៅអ្វីដែលខ្លួនបានរៀននៅថ្ងៃនេះបាទអ្នកដែលគេស្គាល់ព្រះច្បាស់គេឆ្លើយតបបែបជំនឿជឿទុកចិត្តហើយគេបានគេចេញពីគ្រោះនឹងបញ្ហាតែអ្នកមិនស្គាល់ព្រះច្បាស់ភ័យខ្លាចច្បុកច្បល់បេកស្លាយតាមសួរបោះបង់ជំនឿចោលទៀតបាទអានឹងហើយមកពីលទ្ធផលរៀនមិនច្បាស់ជារៀនវាដូចជាសិស្សចឹងទៅសាលាបាទម៉ោងរៀនវាមិនច្បាស់ជារៀនទេគួលីបបាទទៅនេះឬទៅនោះដល់ទៅពេលប្រឡងអត់ធ្លាក់ដល់ទៅពេលដល់ម៉ោងប្រឡងដូចស្វាចឹងឯងចាប់បានមើលគេពីឆ្វេងផងពីស្ដាំផងធ្វើម៉េចឲ្យតែបានច្រឡំពេញกระดาษបាទអានឹងគឺលទ្ធផលមកពីយើងដូចគ្នាអញ្ចឹងលោកអ្នកបងបាទអញ្ចឹងហើយបានខ្ញុំតែងតែលើកទឹកចិត្តលោកអ្នកបងជឿព្រះខំប្រឹងស្គាល់ព្រះបាទកុំគ្រាន់តែស្ដាប់ឮតឹងដូចតឡោកហឹងលកជាបាទយល់ស្គាល់គិតពិចារណាឲ្យដល់បាទហើយបើមិនជឿកុំជឿអីអាមែនពីព្រោះជំនឿម៉ាយកទៅសងលុំនឹងអត់ជួយអីលោកអ្នកបងកាទេបាទសូម្បីតែចំណេះដឹងជាទូទៅក៏ដោយបើយើងមិនចេះច្បាស់ទេយើងមិនអាចរស់ដោយសារចំណេះហ្នឹងទេនេះគឺជាឱកាសក្នុងការសិក្សារៀនសូត្រអាមែន